វីដេអូនេះក៏អត់ខុសពីវីដេអូមុនដែរខ្ញុំនៅតែស្នើដល់កសិករដាំដំណាំបន្លែក៏ដោយធ្វើស្រែស្រូវឬក៏ដំណាំឧស្សាហកម្មក៏ដោយនិយាយទៅឲ្យតែខុសក្រុមហ៊ុនដឹងតែខុសឈ្មោះហើយប៉ុន្តែធាតុសកម្មគឺអត់ខុសទេអញ្ចឹងរាល់ការទិញការប្រើប្រាស់ថ្នាំកសិកម្មបងប្អូនកុំមើលឈ្មោះអក្សរធំកន្លែងនេះឧទាហរណ៍នេះអញ្ចឹងក្រុមហ៊ុនសេះស្នែង3គេប្រើឈ្មោះ Seacol 320 SC ហ្នឹងគឺបញ្ជាក់ថាជាប្រភេទថ្នាំត្រជាក់អញ្ចឹងថ្នាំប្រភេទនេះយើងអាចប្រើនៅលើដំណាំយើងវគ្គតូចទៅបែកសន្លឹកឬមួយក៏នៅវគ្គបញ្ចេញត្រួយបញ្ចេញផ្កាហើយដល់ពេលមួយទៀតនេះក្រុមហ៊ុនសេះក្រហមនិយាយទៅក្រុមហ៊ុនលក់ថ្នាំមានច្រើនប៉ុន្តែក្រុមហ៊ុនដែលស្តង់ដាមានអត់ច្រើនទេបងប្អូនអញ្ចឹងនៅពេលដែលដំណាំយើងធំជាពិសេសយើងជួបពួកតកៅស៊ីរូងដើមមានធាតុសកម្ម fipronil ជាមួយនឹង imamectin ដែលវាខ្លាំងប៉ុន្តែបងប្អូនមើលកន្លែងនេះដំណាំគ្មានតកៅនេះមានធាតុសកម្ម imamectin benzoate 10% SL អញ្ចឹង 10% នេះវាជាកម្រិតមួយដែលខ្លាំងតកៅស៊ីរូងដើមនៅខាងក្នុងទេយើងបាញ់អត់ត្រូវវាទេប៉ុន្តែហេតុអីក៏វាងាប់ដោយសារថាថ្នាំនេះវាជ្រាបពីស្រទាប់ខាងលើរហូតដល់ខាងក្រោមអញ្ចឹងនៅពេលដែលតកៅវានៅខាងក្នុងដើមដំណាំដើមពោតឬក៏នៅនឹងគល់មែនប៉ុន្តែនៅពេលដែលវាស៊ីតេះប៉ះអាថ្នាំដែលយើងបាញ់ទៅនោះព្រោះថ្នាំនេះគឺវាប្រភេទជ្រាបពីក្រៅដល់ក្នុងអញ្ចឹងពេលដែលវាស៊ីវានឹងងាប់ហើយដល់ពេលបងប្អូនមើលមួយនេះ imamectin ដូចគ្នាមែនទេ imamectin benzoate តែ2%ឯងអញ្ចឹងមានន័យថាប្រសិទ្ធភាពសម្រាប់ការប៉ះពាល់ដំណាំគឺវាតិចដោយសារថាវាប្រភេទតិចភាគរយវាទាបដល់ពេលប៉ែកនេះដល់ទៅ10%អញ្ចឹងអ្នកខ្លះថាខ្ញុំធ្លាប់បាញ់ imamectin ហ្នឹងប៉ុន្តែបាញ់អត់ងាប់ទេអញ្ចឹងបងប្អូនកុំមើលទៅលើធាតុមើលនៅលើកម្រិតនៃថ្នាំថាតើវាប្រមាណភាគរយនេះតែ2%ឯងហើយនេះ10%ហើយបើបងប្អូនប្រើប្រាស់ថ្នាំយើងកុំមើលតែឈ្មោះធំនេះណាយើងមើលធាតុសកម្មវិញកសិករខ្លះឧទាហរណ៍ថាគាត់ប្រើបោះក្រុមហ៊ុនជីនប៉ាងបោះក្រុមហ៊ុនជីនប៉ាងអញ្ចឹងគាត់នៅតែកាន់ដបនឹងដើររហើយនៅពេលដែលក្រុមហ៊ុនអាប់ដេតរូបរាងធ្វើមិនទៅសំខាន់គឺយើងមើលធាតុសកម្មហើយបើសិនបើក្រុមហ៊ុននឹងអត់មានទេនៅដេប៉ូដែលនៅជិតដៃបងប្អូនមានក្រុមហ៊ុនផ្សេងប៉ុន្តែឲ្យតែធាតុសកម្មដូចគ្នាបងប្អូនប្រើទៅកុំចាំបាច់តែកាន់សម្បកដបដើររកាលណាតែដើររអត់ដូចអ្វីដែលគាត់ចង់បានក៏អត់យកទេអញ្ចឹងត្រូវថ្ងៃនេះបាញ់ថ្នាំអាចតប់សត្វល្អិតបានបែរជាពជាទៅ2-3ថ្ងៃដោយសារគាត់រកថ្នាំអត់បានអញ្ចឹងអ្វីដែលកសិករត្រូវធ្វើបច្ចុប្បន្នភាពខ្លួនឯងគឺទទួលយកអ្វីដែលថ្មីយើងព្យាយាមស្វែងយល់ហើយនឹងសិក្សាថាទៅក្នុងចការយើងមានសត្វអីយើងត្រូវបាញ់ថ្នាំអីឲ្យវាត្រូវហើយដូចថ្នាំនេះចឹងគឺគាត់មាន2ធាតុសកម្មមាន imamectin benzoate 2%ហើយនឹងមាន chlorpheniramine នេះ30% SC ធាតុសកម្មមួយនេះបាញ់ទៅគឺមិនមែនវាងាប់ប្រាវទេប៉ុន្តែវាបង្កើននៅអាថាមពល ATP ដើម្បីឲ្យថ្នាំនឹងជ្រាបចូលទៅក្នុងកោសិការបស់សត្វល្អិតហើយទៅបំផ្លាញការលូតលាស់ហើយនឹងធ្វើឲ្យសត្វល្អិតនឹងអស់ចំណង់ក្នុងការស៊ីហើយធ្វើឲ្យពុលកាពះរបស់វានិយាយទៅពេលដែលវាស៊ីរុក្ខជាតិរបស់យើងដែលមានធាតុសកម្មថ្នាំនេះចូលណាធ្វើឲ្យវាឈឺពោះឈឺកាពះចេះវាអត់ចង់ស៊ីទេហើយនិយាយទៅធ្វើឲ្យវាបាត់បង់ចំណីអាហារបាត់បង់ចំណង់អាហារហើយស្គមរីងរៃយូរទៅវានឹងងាប់អញ្ចឹងធាតុសកម្មមួយនេះងាប់ដូចគ្នាប៉ុន្តែវាងាប់រៀងយឺតអញ្ចឹងពេលខ្លះកសិករចង់តែបាញ់ទៅឃើញប្រកាច់ត្រិលងាប់បដ ாய் អញ្ចឹងណាអញ្ចឹងវាមានបែបផែនរបស់វាហើយវាមានពួកថ្នាំពួកអាសត្វល្អិតអញ្ជក់យើងប្រើពួកអាសេតាមីព្រីតអីទៅប៉ុន្តែសូម្បីពួកនេះក៏បានដែរដោយសារថាវា
tơ bồng pla nhà bảo bon cao dịch cá bó sạch lại chẳng dương thầu mơ ai chẳng nói nè mơ thiệt sạc cam nè dương còn mơ tới mua đây nè khá con rau ở đồng cớ tốc ruồi còn tay đọc mơ thiệt sạc cam cứ ima mịch tìm đọc muối ní cái pra tận nám khi mình tự cỡ tay thiệt sạc cam cứ ima mịch tìm chẳng dương còn ta trâu đăng tha mua thông thông đại công hôn cái đã ao ní mình sầm khăn tì sầm khăn cứ thiệt sạc cam bọt tham khá bốc chùm muối clo phê nở phí tham khá bột chùm muối Indo sát vậy tới viên miên thiệt là cam chứ đờn hay bây giờ vậy nhẹ tha thiệt là cam đi sầm rạp ấy tiết sầm rạp cả sẽ có cứ ở nhẹ nhảy khu các ba là và bạn từ tuổi chẳng đăng mà thiệt hay đăng tha tao tận nam bao dương nắng vì miên sạch ấy khácกับpung dê díกับpung miên vật tầm miến hỏi tao dương đã tham ấy ở trâu chùm muối sạch nừng dương mến chơi ta sờ bộ trip có dương banh tham để dương thọp banh sờ bộ tờ cớ vì dương tờ tây nhà tham để dương thọp banh hay được không chả ca bao dương pe tại dương không mà vọt này tờ nam lúc ưu theo ta dương banh tham sạch ở bầy đòn hay bầy đòn nước bom ôn pra tại ima mịch tin là hậu chân về xóm tham này chân nẹt kha tha vì muốn đã tự đờ ngọt ở lỡ ở đây cầm hôn thơ tham pom màu tham ọt pom mình pom nó khai còn tay mau pi dương banh tờ đáy nở lỡ đây tầm muối nở lỡ chả ca tầm muối dân tớ